គេបង្ខំឲ្យទៅលេងក៏អត់ចង់លេងដែរយើងមានទៅចង់អង្គុយឲ្យប្រឡាក់ដីទៀតដូចពីក្មេងឯងមិនទៅអង្គុយទេអញ្ចឹងអ្នកដែលគេបានលះបង់ហ្នឹងអាត្មាគ្រាន់តែប្រៀបធៀបថាដូចចាស់ដែលឈប់ត្រូវការរបស់ក្មេងអញ្ចឹងក៏ប៉ុន្តែក្មេងដែលវាកំពុងលេងវាគិតថាសំខាន់ណាស់បើវាមិនបានលេងវាមិនសប្បាយគ្រប់អារម្មណ៍ដែលនាំមកនៅការភ្លើតភ្លើនទាំងអស់ញាតិញោមវាបានបញ្ឆោតតែអ្នកភ្លើតភ្លើនតែប៉ុណ្ណោះទេគ្រប់អរិយបុគ្គលទាំងឡាយព្រះសង្ឃទាំងឡាយនៅសម័យព្រះសម្មាសម្ពុទ្ធលោកធ្លាប់សប្បាយអស់ហើយដូចជាព្រះសិរីបុត្រព្រះមហាមោគលានទៅមើលល្ខោនការដែលនៅជាក្រហោះណាម្នាក់មានបរិវារ500ព្រោះជាកូនព្រះមហាសាលទ្រព្យសម្បត្តិច្រើនជាងសេដ្ឋីទៀតទៅតែងឲ្យគេលេងល្ខោននៅលើជើងភ្នំនៅចង្កេះភ្នំអ្នកណាលេងបានសើចបានសប្បាយឲ្យរង្វាន់អ្នកណាលេងបានល្អឲ្យរង្វាន់ដល់ពេលឧបនិស្ស័យដល់ព្រមអ្នកលេងនឹងអ្នកលេងមុនអត់ឃើញមកលេងទៀតសួរថាម៉េចហើយអត់ឃើញមកថាស្លាប់បាត់ហើយចុះម្នាក់ទៀតនោះម៉េចហើយថាឈឺហើយអត់បានមកដូរអ្នកថ្មីស្រាប់តែកើតគំនិតមើលថ្ងៃហ្នឹងទាំងពីរអ្នកមិត្តសម្លាញ់ហ្នឹងពីរអ្នកហ្នឹងកាលនៅជាក្រហោះមកកលៀនឈ្មោះកោលិតៈសរីបុត្រឈ្មោះឧបទេសៈស្រាប់តែមើលថ្ងៃហ្នឹងនៅពេលដែលឧបនិស្ស័យវាចង់ក្រៀកចេញពីរបស់ភ្លើតភ្លើនហ្នឹងណាញាតិញោមអង្គុយអត់សប្បាយសោះមើលទៅចេះតែគិតថារាប់សិបឆ្នាំទៅមុខទៀតឬក៏100ឆ្នាំទៀតអ្នកលេងល្ខោនទាំងអស់នេះពិតជាស្លាប់ចោលលោកនេះទាំងអស់ទាំងអាត្មាអញក្តីទាំងអ្នកហែអមអញនេះក្តីក៏ស្លាប់ចោលកន្លែងនេះទាំងអស់ដូច្នេះប្រយោជន៍អីនឹងមកមើលដដែលរាល់ឆ្នាំនេះកោលិតៈដែលជាតួអង្គព្រះមោគលានហ្នឹងក៏គិតអញ្ចឹងសួរគ្នាថាម៉េចសម្លាញ់អីម៉េចមុខស្ងួតអីចុះសម្លាញ់អីមិនក៏មុខស្ងួតដែរខ្ញុំគិតថាយើងមកមើលល្ខោននេះដូចជាអត់បានប្រយោជន៍អីសោះមួយឆ្នាំហើយមួយឆ្នាំទីនឹងដូចដដែលអ្នកមុនឃើញតែស្លាប់បាត់រាប់សិបឆ្នាំទៅក្រោយទៅអ្នកទាំងអស់គ្នាក៏ស្លាប់យើងក៏ស្លាប់សួរថាក្រោយពេលដែលយើងមើលល្ខោននឹងយើងបានប្រយោជន៍អីកោលិតៈថាខ្ញុំគិតអញ្ចឹងដែរគិតដូចគ្នាត្រូវគ្នាពីព្រោះធ្លាប់បួសជាមួយគ្នារាប់រយជាតិមកហើយពីមុនមកឃើញទេដល់ពេលឧបនិស្ស័យដល់កុំណានាទៅហាមថាកុំឈប់មើលល្ខោនណាមិនទេណានាបខំឲ្យទៅមើលទៀតមិនបានទេអត់មើលអត់សប្បាយប៉ុន្តែមុននឹងម៉ែឪហាមមិនស្ដាប់ទេម៉ែឪថាកុំទៅអីកូនមិនបានទេទៅត្រូវទៅដល់ពេលដល់វេលាហើយប៉ុន្តែដល់តែកើតចិត្តនឿយណាយដោយខ្លួនឯងញាតិញោមស្រាប់តែល្ខោននឹងទៅជារឿងសោះក៏ក្រោះទៅអត់ឃើញឲ្យរង្វាន់ឲ្យអីទៀតសោះអ្នកផងទាំងពួងក៏ចេះមើលមុខពីរអ្នកហ្នឹងលោកម្ចាស់ពីរអ្នកហ្នឹងមិនក៏អញ្ចឹងកាលមិនតាន់បួសណាមិនក៏ពីដើមធ្លាប់ទៅសបាយធ្លាប់ឲ្យរង្វាន់ឥឡូវហ្នឹងសោះក៏ក្រោះអស់ស្រាប់តែមកវិញមុននឹងចប់ល្ខោនហ្នឹងប្រាប់សម្លាញ់ថាយើងគួរតែរកផ្លូវអីមួយដើម្បីគេចចេញពីកើតចាស់ឈឺស្លាប់នេះហើយក៏ល្បីគ្រូណាបកែទៅនៅក្នុងគ្រូនឹងទៅដំបងទៅនៅជាមួយនឹងអាចារ្យសេចក្ដីជាគ្រូល្បីសម័យនោះរៀនតែមួយបានថ្ងៃជាប់ឆ្លាតមានបញ្ញាក្រាស់ព្រះសិរីបុត្រនិងព្រះមហាមោគលានសួរលោកគ្រូថាលោកគ្រូតើមានស្អីលើសពីនឹងទៀតទេថាអស់ហើយគិតឃើញទៀតថាវិជាប៉ុណ្ណេះមិនអាចហាមមិនឲ្យស្លាប់បានទេគ្រាន់តែរបៀបខ្លាំងបកែអីប៉ុណ្ណឹងពីព្រោះគ្រូមុនក៏ស្លាប់អស់ហើយក៏ដាក់ណាត់ពីអ្នកមិត្តសម្លាញ់នឹងថាយើងនឹងដើររកគ្រូណាដ៏អស្ចារ្យក្នុងលោកបង្រៀននៅអមតៈធម៌មិនដើរជាមួយគ្នាទេដើរបែកគ្នាប៉ុន្តែណាត់គ្នាកន្លែងហ្នឹងណាឃើញមុនឲ្យតំណឹងព្រះសិរីបុត្រឃើញមុនព្រះសិរីបុត្រជួបសាវករបស់ព្រះសម្មាសម្ពុទ្ធគឺព្រះអសិជិជួបឃើញនេះមានឧបនិស្ស័យគ្រាន់តែឃើញញាតិញោមឃើញព្រះសង្ឃមិនដែលស្គាល់ពីមុនសោះគ្រាន់តែឃើញស្រាប់តែជ្រះថ្លាឃើញទេលោក
អ្នកនេះមិនដូចជាមនុស្សផងទាំងពួងសក់កកោស្លៀកសម្ពុតកាសាយៈដើរសង្រួមមិនកលេសកឡាតដូចអ្នកដតីសោះទំនងជាអ្នកមានសេចក្តីសុខក្នុងចិត្តឃើញទេចេះយល់ថាសុខក្នុងចិត្តហ្នឹងមិនមែនទៅលើការអារម្មណ៍ច្រៀងទេអ្នកណាដែលមានឥន្ទ្រីសគុតសគុំរុំទុំល្អស្រាប់តែដឹងថានៅហ្នឹងមានសេចក្តីសុខក្នុងចិត្តសួរហ្មងលោកម្ចាស់ជាអ្វីអាត្មាជាអ្នកបួសតើលោកម្ចាស់បួសឧទ្ទិសនរណាជាគ្រូរបស់អ្នកអាត្មាបួសតាមព្រះសម្មាសម្ពុទ្ធគ្រាន់តែឮពាក្យថាព្រះសម្មាសម្ពុទ្ធណាញាតិញោមមានឧបនិស្ស័យស្រាប់ទៅរំភើបចិត្តមិនដែលមានពីមុនមកអញ្ចឹងតើលោកម្ចាស់ចេះអវាទរបស់គ្រូអ្នកទេគ្រូរបស់លោកម្ចាស់ហ្នឹងលោកម្ចាស់មានចេះទេអាត្មាចេះតិចតួចតែប៉ុណ្ណោះទេចេះដោយចំណែកប៉ុណ្ណោះមិនចេះច្រើនទេលោកមិនអួតទេលោកជាព្រះអរហន្តណាបានព្រះសារីបុត្រថាមិនបាច់និយាយច្រើនទេដាក់អាណាខ្លឹមមករឿងវែកញែកសេចក្តីទុកឲ្យខ្ញុំកណាព្រោះលោកជាអ្នកឆ្លាតដើរសួរមកចម្ពោះទ្វីបនឹងសួរគេតល់ទាំងអស់តែគេសួរវិញមិនចេះតល់ទេទៅតែមកជួបព្រះសច្ចិនឹងព្រះសច្ចិសម្ដែងបានតែកន្លះគាថាគុតយេធម្មេហេតបពវាបានតែប៉ុណ្ណាទេសង្ឃហេតុងតថាគតោប៉ុណ្ណឹងកន្លះគាថាព្រះតថាគតបានសម្ដែងថាធម្មជាតិទាំងឡាយកើតអំពីហេតុណាតែប៉ុណ្្នឹងមិនតាន់បានចប់បើគេថាផងមនុស្សដែលមានការយល់ដឹងត្រឹមត្រូវឃើញថាធម្មជាតិទាំងឡាយកើតពីហេតុវាមិនដែលអត់ហេតុឲ្យកើតទេវាមានបច្ច័យតតែងកើតឡើងបានប៉ុណ្្នឹងលោកសម្រេចសោតាណាចាប់ពីនោះមកនៅក្នុងព្រះសារីបុត្រនឹងឃើញការសប្បាយក្នុងកាមគុណក្នុងស្អីស្អីទាំងអស់សិតតែរឿងអត់ប្រយោជន៍មនុស្សតែម្នាក់ទេប៉ុន្តែជាការយល់ដឹងក្រោយពេលវេលាមុននឹងក្រោយតែប៉ុណ្ណោះនឹងអញ្ចឹងហើយបានទៅប្រាប់ព្រះមោគលានបានមកបួសហើយចំពោះអ្នកដែលគេកំពុងសប្បាយគេគិតថាអ្នកបួសអ្នកសង្រួមចិត្តនឹងអត់សប្បាយទេសប្បាយក៏ប៉ុន្តែគេសប្បាយបែបស្ងប់រងាប់សប្បាយបែបមិនមានពីវេរារីករាយផ្នែកខាងក្នុងដែលអ្នកធ្លាប់សប្បាយក្នុងកាមគុណនឹកមិនដល់ញាតិញោមដូចគ្នានឹងញាតិញោមចាស់ទៅជ្រះថ្លានឹងស្ដាប់ធัวចឹងស្ដាប់ទៅត្រូវញាតិញោមសប្បាយចិត្តពិសោធន៍បន្តិចប៉ុណ្ណឹងមើលចុះបើគេមិនតន់ចូលចិត្តធัวគេសប្បាយចិត្តនឹងស្ដាប់ទេអត់ទេស្ដាប់ចម្រៀងសប្បាយជាងដល់តែយើងស្ដាប់យល់ធัวទៅចម្រៀងទៅជារបស់សោះក៏ក្រោះវាអត់មានពាក្យណែនាំឲ្យចម្រើនប៉ុណ្ណឹងណាដូចថ្ងៃមុនអ្នកនៅឯណានៅបារាំងមកជួបអាត្មាគាត់ថាពីមុនធ្លាប់ជាប់ភាកទូរទស្សន៍នឹងជាប់ជាប់ដល់តែអាត្មាផ្ញើឌីសទៅគាត់ស្ដាប់ទៅមើលទូរទស្សន៍ចង់ឲ្យសើចវាអត់មានរសជាតិទៀតមើលទៅវាអត់មានរសជាតិសោះស្ដាប់ធัวទៅវាមានធัวអប់រំចិត្តគិតពីជីវិតត្រូវដើរយ៉ាងម៉េចឃើញទេឲ្យពិចារណាសង្ខារធัวដែលវាមិនទៀងទាត់វាតែងតែប្រែប្រួលពាក្យហ្នឹងមានខ្លឹមស្ដាប់កាលណាពីរោះកាលហ្នឹងប៉ុន្តែមានឧបនិស្ស័យទេណាស្ដាប់យល់ទេបានពីរោះតែបើគេមិនយល់ទេគេថាអ្នកអស់សង្ឃឹមបានមកពិចារណារឿងហ្នឹងមែនទេមិនមែនទេមកពីអត់យល់ដូចក្មេងដែលមិនតន់ចូលចិត្តធម៌មិនដឹងថាសេចក្តីសុខរបស់ចាស់អ្នកស្ដាប់ធម៌នឹងយ៉ាងម៉េចទេគាត់មិនយល់ដល់តែខ្លួនគាត់អ្នកស្ដាប់យល់ណាអ្នកស្ដាប់ធម៌យល់ខ្លួនឯងបានដឹងថាការស្ដាប់ធម៌នឹងពីរោះបែបម៉េចពីព្រោះទេអត់ភ្លេងទេក៏ប៉ុន្តែសច្ចង្វេអមតាវាចាពាក្យពិតជាពាក្យមិនស្លាប់ពាក្យពិតជាពាក្យដែលមានរសលើសពីអ្វីទាំងអស់ជាពិសេសគឺអរិយសច្ចធម៌នេះញាតិញោមចម្រៀងរបស់ពុទ្ធមានតែមួយបទទេសរុបមកគឺអ្វីមិនទៀងជាទុក្ខជាអនត្តាប៉ុន្តែពាក្យនឹងស្ដាប់យូរទៅក៏នៅតែមានន័យគួរត្រង់ត្រាប់គួរស្ដាប់គួរពិចារណាបទចម្រៀងចេញតែមួយភ្លេងហួសសម័យតែធម៌ពុទ្ធហួសសម័យទេ
អត់ទេបើមនុស្សឈប់ចាស់ឈប់ឈឺឈប់ស្លាប់អានឹងទៅធัวនឹងហួសសម័យដូច្នេះអាត្មាភាពបានលើករៀបរាប់ពធដើម្បីជាគោលពិចារណានេះដើម្បីប្ររពនៅក្នុងការទទួលមរណភាពនេះគឺថាជាធัวដែលយើងជួបប្រទះគឺមរណៈធัวណាដែលយើងជួបហើយមិនមែនតែយើងទេអ្នកដទៃក៏ដូចគ្នាអញ្ចឹងកិច្ចការដែលយើងគួរធ្វើចំពោះអ្នកស្លាប់ពពុទ្ធបានផ្ដាំមកគឺធ្វើនៅតក្កណានុប្រទានការធ្វើបុណ្យឧទ្ទិសទៅឲ្យនឹងកិច្ចការរបស់យើងអ្នករស់ម្យ៉ាងដើម្បីជាតក្កណានុប្រទានចំពោះអ្នកស្លាប់ហើយបំពេញកុសលរបស់យើងញាតិដែលចូលរួមនឹងកាន់តែមានសេចក្តីសង្វេគថាសង្ខារធัวទាំងឡាយមិនទៀងអញ្ចឹងជាមួយនឹងជីវិតមិនទៀងហ្នឹងគឺខំបំពេញអ្វីដែលអាចជាប់ទៅតាមខ្លួនបានទ្រព្យសម្បត្តិខាងក្រៅជារបស់យកទៅមិនបានតែបុណ្យជាអសាធារណៈទ្រព្យអចោរហរណោនិធិជាកំណត់ទ្រព្យដែលគេលួចយកមិនបានបហាយកមនីយេសុអេតាំងអាទាយកេចតិនៅពេលដែលគ្រប់គ្នាលះបង់នៅអត្តភាពនេះអ្វីដែលយកទៅបានគឺមានតែបុណ្យកុសលសូមញាតិញោមរស់នៅជាមួយនឹងបុណ្យកុសលដោយផ្ដើមគិតល្អធ្វើល្អនិយាយល្អដល់គ្នានឹងគ្នាដើម្បីប្រយោជន៍ខ្លួនឯងនិងអ្នកដទៃជានិច្ចតទៅទៀតសូមអនុមោទនាណាប្រាក់បូជាវធហ្នឹងសូមចូលរួមចំណែកក្នុងបុណ្យកុសលហ្នឹងពីព្រោះស្អែកនៅមានមួយព្រឹកទៀតហ្នឹងហើយជួយចាត់ចែងបុណ្យស្អែកតទៅទៀតចាសូមចូលរួមចំណែកបុណ្យទាំងសូមអនុមោទនាជាបឋមសូមនមស្ការថ្វាយបង្គំចំពោះគុណនៃព្រះអរហន្តមុនីសម្មាសម្ពុទ្ធព្រះអង្គនោះដោយសេចក្តីគោរពជ្រះថ្លាដល់ពងពោះសូមនមស្ការថ្វាយបង្គំចំពោះព្រះធម៌និងគុណនៃព្រះអរិយសង្ឃដោយសេចក្តីគោរពសពការនៅក្នុងកម្មវិធីបុណ្យបច្ច័យ4និងបដិញ្ញាថ្វាយខ្លួនកូនបង្កើតកូនប្រសាបានមូលមតិគ្នាមានឆន្ទៈតែមួយនឹងបរពធ្វើបុណ្យបច្ច័យ4ជូនលោកម្ដាយនាមឧបាសិកាលីងនឿនហ៎លឹងហ៎លឹងឈ្មោះអីឈ្មោះលឹងអញ្ចឹងបន្ថយមីក្រូខាងក្រៅឲ្យតិចជាងហ្នឹងបន្ថយវាលឹងកុំប្របាយចូលក្នុងនេះមានអូប្លោហើយសំឡេងថយវាខ្លាំងតិចទៅក្នុងនេះមានហើយជូនលោកម្ដាយនាមឧបាសិកាលឹងនឿននិងបដិញ្ញាថ្វាយខ្លួនដល់បរតនត្រ័យជាទីពឹងដើម្បីប្រយោជន៍សេចក្តីសុខសេចក្តីចម្រើនរួចផុតទុក្ខទាំងពួងដល់អ្នកម្ដាយអ្នកដើមបុណ្យគឺកូនប្រសានិងកូនបង្កើតនឹងមានអ្នកស្រីថេងនៅក្នុងកម្មវិធីបុណ្យបច្ច័យ4នឹងថ្វាយខ្លួននេះតាមពិតថ្មអស់ម៉ោងទេសនាហើយទេសម៉ោង8ដល់ម៉ោង9ឥឡូវនេះដល់ម៉ោងបញ្ចប់ហើយត្រូវត្រឡប់ទៅវិញវិញទៅពួកអ្នកទៅចាំអត់ដឹងមកគ្នាឡានមកហួសមកជាប់ផុងនៅតាណាទេមិញនោះអត់បានដឹងគ្នាអានេះគឺគ្មានកំហុសនរណាទេអានឹងខុសទាំងអស់គ្នាហើយបើត្រូវក៏ត្រូវទាំងអស់គ្នាដែរនៅក្នុងកម្មវិធីបុណ្យបច្ច័យ4បើគិតទៅវាចូលនៅក្នុងកតញ្ញូកតវេទី
នៅក្នុងពាក្យចេះបានលើករៀបរាប់មកជាមួយនឹងភាពដឹងគុណរបស់កូនមានពាក្យតបស្នងសងតបស្នងសងគុណតបនឹងវាចូលនៅក្នុងសិក្ខាបទរបស់កូនប្រុសស្រីទី1ដែលមានសេចក្តីថាម៉ែឪធ្លាប់ចិញ្ចឹមយើងមកយ៉ាងណាកូនប្រុសស្រីនឹងក៏ត្រូវចិញ្ចឹមមេដាបេតាដោយប្រការៈយ៉ាងនោះមានការឲ្យបាយទឹកនំចំណីជាដើមនៅពេលដែលគាត់ចាស់ទៅនឹងឯងហើយម្យ៉ាងទៀតគឺការជួយកិច្ចការងារសិក្ខាបទទី2ហ្នឹងជាការជួយការងារដោយមិនមើលនឹងភ្នែកការងារសំបីតែថាមិននៅក្នុងបន្ទប់គ្រួសារជាមួយគ្នាយ៉ាងណាក៏ដោយខែទឹកជន់អញ្ចឹងម្ដាយផ្ទះត្រូវលិចទឹកផ្ទះខ្លួនឯងក៏ត្រូវលិចដែរនឹងត្រូវមកមើលផ្ទះម៉ែមុនឬក៏មើលផ្ទះខ្លួនឯងមុនទៅមិនណានឹងជន់ហ្នឹងវាលិចផ្ទះម៉ែនិងលិចផ្ទះខ្លួនឯងមើលផ្ទះនរណាមុនហ្នឹងមើលផ្ទះម៉ែមុនល្អពីព្រោះម៉ែគាត់កម្លាំងចាស់ណាមិនដឹងថាសុខទុក្ខគាត់យ៉ាងណានឹងខែព្យួរខែអីការងារផ្សេងទៀតនឹងចឹងមិនមែនគ្រាន់តែពាក្យគួសមយើងលើកមកនិយាយទេការពិតហ្នឹងគឺត្រូវតែអញ្ចឹងទៅឲ្យដូចជាគាត់ចិញ្ចឹមយើងហ្នឹងកាលពីក្មេងហ្នឹងបើថាកូននៅតូចហ្នឹងខែទឹកជន់ហ្នឹងគឺម៉ែនឹកកូនមុនមិនចឹងណាមានសេចក្តីអន្តរាយអីហ្នឹងសំបីរវាងប្តីហើយនឹងកូនហ្នឹងនឹកឃើញកូនតូចមុនណាដោយគិតថាមនុស្សចាស់ហ្នឹងអាចដោះខ្លួនបានហើយក្មេងនឹកឃើញថាវាគ្រោះថ្នាក់ហែលមិនរួចអីចឹងគឺថាម៉ែឪហ្នឹងបាននឹករលឹកដល់កូនមុនអ្នកណាទាំងអស់ទៅហើយមនុស្សយើងនៅពេលដែលចាស់ទៅជារាត្រុតត្រោមទៅមិនខុសពីកូនងាទេលោតអន្ទាក់លែងរួចចាស់ទៅណាទៅត្រៀមទៅទ្រមអញ្ចឹងនៅពេលដែលមានបញ្ហាហ្នឹងនឹកដល់សេចក្តីសុខទុក្ខរបស់គាត់ដូចកាលយើងនៅតូចហ្នឹងមានបញ្ហាអីម្ដាយតែងតែនឹកដល់កូនមុនអ្នកណាទាំងអស់ណាអញ្ចឹងវាចូលនៅក្នុងពាក្យថាតបហ្នឹងគឺតបអ្វីដែលជាសេចក្តីល្អដែលមេដាបេតាហ្នឹងធ្លាប់ចិញ្ចឹមយើងមនុស្សច្រើនណាស់ដែលអាត្មាភាពធ្លាប់ឮថាម៉ែឪមានគុណអីតែកាលណាមានយើងមកយើងមានកូនយើងចិញ្ចឹមកូនតអានេះវាគ្មានចាត់ជាគុណជាស្រ័យអីព្រោះធម្មជាតិវាត្រូវតែតគ្នាអញ្ចឹងគាត់ចិញ្ចឹមយើងចិញ្ចឹមកូនណាអានឹងបើយើងមានគំនិតអញ្ចឹងកុំអួតខ្លួនឯងថាជាមនុស្សអានឹងស្មើនឹងមន់ទេពួកមន់ក៏វាចេះចិញ្ចឹមកូនដែរតែវាគ្មានដឹងមេវាទេវាចេះស្រឡាញ់មេតែកាលវានៅតូចមានភ័យមានអាសន្នក្តុលចូលក្នុងស្លាបមេណាដល់មេធំឡើងជួនកាលកូនមន់ខ្លះមន់ឈ្មោលលែងស្គាល់មេបដ នឹងទេរិឆានអញ្ចឹងបើមនុស្សណាក្រោយពេលដែលរស់នៅជាមួយម៉ែឪហើយម៉ែឪនិយាយមិនបានម៉ែឯងកុំចេះឪឯងកុំដឹងណានិយាយជាមួយម៉ែឪហ្នឹងមិនសូវបានផ្អែមដូចជាមួយមិត្តភ័ក្តិទេអ្នកខ្លះនោះកិច្ចសន្យាជាមួយម៉ែឪហ្នឹងមិនសូវសំខាន់ដូចសន្យាទឹកថ្នោតជូរជាមួយមិត្តភ័ក្តិទេមិត្តភ័ក្តិគេណាត់ទៅជួបគ្នាកុំខានណាល្ងាចនេះវ៉ៃ
từ trời từ mình mày đang được cô nơi chui mà mơ riêng bài mày phong lịch tự ọt màu để chuyên cả nè tới sân cung khang cái nó sầm khăn chiêng mày chiêng này cứ chỉ phiệp pop rồi bỏ mày đến hay con prosray tầng o để bàn cạt máu che tệp lịch kia để luôn anh trời ca mày trời ca bị pro về ọt chăm ca bị khmei nâng mà dương trời lùm bạ để xa dương nhằng nà hay bọt bị cha rồi nè ní chùm pua nè để miền côn nè cầm pung từ miền côn chỉ bận tò tới chật chứ ngần đặt côn sờ lạnh côn nhằng nà nè khai ai bận tô mà tham mà ọt sờ lạnh anh thế mà nâng quạt lùm yên từ khang ní quạt lùm yên từ khang nước lùm yên từ mì cà pư chân từ chìa thả bà cọt mình sờ lạnh cả ba dương nâng bạch dù nà hai nè bên mày mình sờ lạnh mình bàn thùng đông bàn đằng tề chân nè chùm nè để miền côn luôn ai sập ngay nè bà dương mình đăng tham mày dương sờ lạnh dương bàn na ca bị khmei kịch dương phần na ca bị khmei dương tự đăng thà dương miền côn hai ta ca nghi rồi bỏ dương kịch côn dương dằng nà nó đăng tờ tây ta ca là ô mà anh ca bị anh đâu tôi nó có kịch anh đối với anh kịch côn anh chẳng đài nó khai chỉ mà đục bà đà tại bởi mình ban kịch chùm địch đăng tế kịch trăm để thả lớp trong miền côn hết kịch để côn cả quạt miền nhóm trăm nhóm chỉ riêng thầm đá nâng cái hao tầm mình nụ mòn về chơi tập đó vì ở chơi đăng mai về thế vì chơi sờ lạnh để côn về tập nó nè bịa tha mình nụ mình nè sa usanata phiệp này bậc cô nè miền chật khô che kết che picha ra na đến từ hai tham mà đục hay đang tập bịa mùi tiết cha này dây thà snon đến snon nâng đôi chia tùm bèn snon được xây chấn miền lệ cả nạ tràn dáng thì môi cứ bàตระโกลครัวซาจีตระโกลละอเมียนเกชโมละอขนมสังคมเกสกอลเกดังเกลือทายจีมโนละอขนมครัวซาไทยรัสากิตยครัวซานั่งไอ้บ้านละอมันประพฤติใบเนี่ยใบยบุกเซมนำไอ้ขิกิตยดอลกรมครัวซาตระโกลระบอบยืงนั่งสนองบยางtiết baตระกูลนั่งมันตอนละกรุบกรอนเตะตรึแต่สร้างสันซ้ำสิ่งใดละนั่งเอาตระกูลนั่งเตยเจตระกูลได้พวกหมกพวกมัดขนมสังคมโดยสิ่งใดละโดยการขัดคำปรังปรายศักษาเจดามแต่นั่งจะพวกเขมรบยางtiếtตระกูลนั่งมันเจตระกูลละเตะหลับละใบทาตะโกนเนี่ยพักไอ้ยังเตอเนี่ยปมมักไอ้ยังเตอว่าแซ่ยังเตอจังยังจะโกนขนมกลัวแซ่นั่งตรึกแก่มันเอาโดยมนเตะเนี่ยคลาอัดเจเมียนคู่กับบ้านเกิดซะการปีเขมรเจสอบพักสอบครั้งพักเย็นใหญ่บะตัวติงสระเอาจะเปียเกวันมันพร้อมโยมาโอปมาได้ดอทมล้างพักได้เวพลิกคลูนไอซ์ออฟอัมเปอร์นั่งประสันไปยังนึกปีเขมรมาเว้นยังทนมายังพักสระเตียหอแต่โลลาขมาเกเจไปเจ้าขมาเกจังเตาโยchỉไม่เรียนแต่อันจะตื้อทมตื้อมันเฟิดโดยอัมเปอร์ต่างออกนังเตvấn đề ở đâyปีเขมรจะทนได้พักสระทนนะเนี่ยคลาโนสอบพักสระโลลาvấn đềคลูนไอtrong khăn chiêng bằng anh ấy khi mình hay tha snon thế vì pro mình ban tầm công tầm cao vông tờ cô nó ở ban lọ
ចឹងអ្វីអ្វីជុំវិញជីវិតយើងទាំងអស់សុទ្ធតែជាមេរៀនបើឪពុកម្ដាយយើងល្អក៏ជាទម្លាប់ល្អសម្រាប់យើងបើគាត់ធ្វើមិនបានល្អយើងកុំអាងតែបន្ទោសគាត់យើងបន្ទោសគាត់រឿងអីត្រូវធ្វើខ្លួនយើងកុំឲ្យខ្លាចដោយគាត់នៅក្នុងអំពើអាក្រក់ដែលយើងធ្លាប់ដឹងយើងជាពិសេសអាត្មាក៏ជាអ្នកស្រែអ្នកចំការដូចតែគ្នាអញ្ចឹងដែរចំណុចខ្លះអ្នកស្រែយើងមិនក្រតែទ្រព្យសម្បត្តិទេក្រទាំងគំនិតសេចក្តីសប្បាយរបស់អ្នកស្រែមួយយ៉ាងដែលខុសពីគេអ្នកក្រុងគឺសប្បាយតែផឹកស្រាសប្បាយរំមលោឡាពេញស្រុកពេញភូមិណែហើយថាជីវិតនឹងមានតម្លៃហើយជីវិតនឹងចប់ត្រឹមផឹកស្រានោះឯងអ្នកធ្វើបុណ្យនឹងមិនដឹងមិនទេអាត្មាមិនតាន់សួរប្រវត្តិប៉ុន្តែគ្រាន់ថាប៉ះពាល់អីអាហ្នឹងគិតពិចារណាមើលអាត្មាធ្លាប់ទៅប្រទេសគេទំនើបកន្លែងគេផលិតស្រានោះអ្នកផលិតស្រាគេអត់បានស្វឹងអ៊ូបនួដូចគេទេអាត្មាពីក្មេងធ្លាប់នៅជាមួយអ៊ំស្រីម្នាក់គាត់បិទស្រាលក់ក្នុងផ្ទះគាត់គ្មានពីណាចេះផឹកស្រាមួយទេណាអញ្ចឹងអ្នកធ្វើមិនមែនជាអ្នកផឹកទេតែអ្នកមិនធ្វើទេដែលស្វឹងខួបហើយគិតថាជីវិតមានតម្លៃសួរថាមានតម្លៃនឹងត្រង់ណាដែលមើលជីវិតនឹងស្លាប់ដូចពស់រស់ដូចកង្កែបមានពីណាលើកយើងជាអាទិទេពព្រោះផឹកស្រាមានពីណាលើកដៃសំពះយើងព្រោះយើងផឹកស្រាមួយគ្មានទេទាំងអត់មានទេបើថារឿងសម្លាប់សត្វធ្វើមហូបធ្វើអីហ្នឹងអាត្មាពិបាកទេណាពីព្រោះជីវិតត្រូវចិញ្ចឹមវានៅតែបាបអញ្ចឹងប៉ុន្តែមិនដឹងថាទេថាម៉េចតម្រូវជីវិតហ្នឹងវាត្រូវការប៉ុន្តែស្រាមិនបាច់ផឹកក៏រស់ដែរណាហើយបើកាលណាអំពើរបស់យើងហ្នឹងយើងគិតថាតម្លៃនៅត្រង់សេចក្តីសប្បាយរំរែកនឹងស្រាស្រីអីប៉ុណ្ណឹងទេអាហ្នឹងមិនឈ្មោះថាបានតបស្នងទេជាកន្លែងដែលឪពុកម្ដាយមិនដែលចង់បានទេណារឿងកូនផឹកស្រារឿងស្អីស្អីនេះអញ្ចឹងការធ្វើបុណ្យតបគុណរបស់មេដាបិតាវាមានពីរចំណែកការចិញ្ចឹមមេដាបិតានឹងមានពីរចំណែកមួយចំណែកគឺចិញ្ចឹមជីវិតគាត់ចិញ្ចឹមរាងកាយរបស់គាត់ប៉ុន្តែត្រូវចាំថាម៉ែឪមិនមែនរស់ដោយសារតែម្ហូបនំចំណីទេពីព្រោះក្នុងមនុស្សយើងម្នាក់មានអង្គប្រកបនៃការរស់ពីរគឺជីវិតនាមនិងជីវិតរូបជីវិតរូបគឺរូបរាងកាយដែលវាអាចតាំងនៅហើយជាមួយនឹងរូបកាយនឹងវាមានផ្នែកចិត្តវិញ្ញាណណាចិត្តវិញ្ញាណនឹងសំខាន់ណាស់បើយើងចិញ្ចឹមមេដាបិតាឲ្យតែរស់ទេមិនខុសពីចិញ្ចឹមជ្រូកទេជ្រូកក៏យើងចិញ្ចឹមឲ្យរស់ដែរឲ្យបាយព្រឹកល្ងាចប៉ុន្តែចិញ្ចឹមមនុស្សគេមិនដូចចិញ្ចឹមជ្រូកទេត្រូវចិញ្ចឹមទឹកចិត្តអ្វីដែលមេដាបិតាមិនចូលចិត្តដូចជាអំពើអវាសែអំពើផឹកស្រាលេឡោម៉ែណាដែលប្រាប់កូនឲ្យធ្វើអញ្ចឹងទេមើលម៉ែប្រហែលអ្នកដែលចង់បានកូនព្រោះស្វឹងខួបនោះហ៎ម៉ែនឹងអត់មានទេអញ្ចឹងគ្រាន់តែយើងធ្វើតាមម៉ែមិនជាអ្នកផឹកស្រីស្រាលបែងបាបមិត្តសពគ្រប់នឹងណាជាបុណ្យកតញ្ញូរាល់ថ្ងៃទេមិនបាននាំសេចក្តីលំបាកចិត្តដល់មេដាបិតាម៉ែឪខ្លាំងកូនសិទ្ធិអ្នកមានប៉ុន្តែគាត់នឹងកើតទុក្ខរាល់ថ្ងៃកូនអត់ចេះស្រឡាញ់គ្នាមើងងាយគ្នាមិនសាមគ្គីគ្នាម៉ែឪខ្លះទៀតកូនគាត់មិនសូវជាអ្នកមានបានអីទេប៉ុន្តែតាំងនៅក្នុងបង្គាប់ល្អគាត់